Dạสมัยเราเมื่อวันสันจีปฏิกรรมจียืงมินลานจรานยังไงហើយយើងគួរតែឆ្លងផ្លូវរបៀបណាទើបបានទៅត្រើយមកខាងនៃផ្លូវមួយទៀតខ្ញុំគិតថាពិបាកខ្លាំងមែនទែនហងៃផ្លូវយើងតូចយើងចំណាយពេលយ៉ាងតិចក៏10នាទីទៅ5នាទីអីដែរតម្រាំតែយើងឆ្លងផ្លូវផុតម្ដងគឺឡានពេលខ្លះអាកន្លែងកនោះយើងត្រូវឆ្លងដើរឆ្លងណាអាកន្លែងត្រូវដើរឆ្លងគឺអត់ឈប់ឲ្យយើងឆ្លងទេគឺផង់ពឺតលឿនតែម្ដងជាពិសេសអាផ្លូវនៅមុខសាលាពោតង់នោះគឺឆ្លងផ្លូវម្ដងវេទនាឡានជិះលឿនតូចជិះលឿនអាពេលដែលយើងត្រូវឆ្លងផ្លូវហ្នឹងគឺมันងាយផុតទេចុះតម្រាំផ្លូវច្រើនផ្លូវធំឡានច្រើនតូចច្រើនដូចគេទាំងយើងចំណាយពេលឆ្លងយ៉ាងម៉េចខ្លះសពគេទៅបើតែផ្លូវគេធំមែនប៉ុន្តែគេមានពេលវេលាឲ្យមនុស្សអាត្មាជើងនឹងឆ្លងដោយសារតែគេផ្ដល់ឱកាសឲ្យអ្នកអាត្មាជើងអ្នកអីនឹងទៅឆ្លងវាងាយស្រួលប៉ុន្តែនៅស្រុកខ្មែរយើងវិញអ្នកអាត្មាជើងរងចាំដាច់ខ្យល់ទៀតក៏មិនងាយបានឆ្លងដែរ